ក្តីឈឺចាំងដ៏សម្បូរជីជាតិនេះបានប្រមូលផ្ដុំដោយជនជាតិជាច្រើនដែលបានផ្ដល់កំណើតឲ្យវប្បធម៌តន្ត្រីប្រជាប្រិយដ៏សម្បូរបែបនៅក្នុងចម្ពោះតន្ត្រីប្រជាប្រិយ12 មុខខាមឧបករណ៍តន្ត្រីរ៉ាវ៉ាប់វាបានពិពណ៌នាដោយលម្អិតនិងមួយពីរឿងរ៉ាវនៅទីនេះ很多游客在我们这边看完这个12卡姆表演之后，对我们这些乐器比较感兴趣，所以我们就把这些乐器做成这种小的模型，这样他们就把在新疆的记忆带回去。ខណៈពេលដែលខ្ញុំប៉ះមកដែលឧបករណ៍តន្ត្រី Rawap ខ្ញុំបានកើតមានគំនិតមួយដែលចង់រៀនធ្វើ Rawap មួយដោយផ្ទាល់ដៃប្រកបដោយកម្លាំងជីវិតTaraniki Mavo 5 tane rahat değmez. 7 tane 5 tane çıkıdır Rawap. 我也想学习制作热瓦普，但是这个制作的流程看着有些复杂，不知道我能不能学会。 Oldu. Size tepsili yaşası usulü gösterip koyayım. 谢谢。 Oldu. ប្រអប់ Rawap គឺធ្វើពីឈើមួយដុំទាំងមូលនេះគឺជាអាថ៌កំបាំងនៃសំឡេងដ៏ពីរោះរណ្ដំរបស់ Rawap តួនាទីរបស់ម៉ាស៊ីនកាត់ទំនើបជួយសន្សំសំចៃកម្លាំងពលកម្មយ៉ាងច្រើនក្នុងដំណើរការផលិតនេះបានផ្ដល់ឲ្យសិប្បករនៅពេលវេលាកាន់តែច្រើនដើម្បីរចនានិងគិតគូរយ៉ាងល្អិតល្អន់ក្នុងដំណើរការផលិតប្រអប់ Rawap ជាផ្នែកមួយដែលត្រូវចំណាយពេលច្រើនបំផុតក្នុងការផលិតប្រអប់ Rawap ធ្វើរួចហើយបន្ទាប់មកគឺផគុំកនិងក្បាលរបស់ Rawap ប្រើឧបករណ៍ខាត់ Rawap ឲ្យរលុងខាត់ដោយមួយចេញរូបរាង Rawap ហើយបន្ទាប់មកត្រៀមបិទស្បែកឲ្យប្រអប់ Rawap យើងជ្រើសរើសស្បែកពុះថ្លាន់ត្រូវដាក់ស្បែកពុះត្រាំក្នុងទឹកដើម្បីឲ្យស្បែកទន់អំឡុងពេលត្រាំយើងមកធ្វើការតុបតែងតួខ្លួនរបស់ Rawap បិទស្បែកត្រូវធ្វើដោយល្អិតល្អន់ស្បែកគួរតែលាវាប៉ុន្តែកុំតឹងពេកគុណភាពសំឡេងគឺជាស្តង់ដារគន្លឹះដែលឆ្លុះបញ្ចាំងពីកម្រិតផលិតកម្មរបស់ Rawapបន្ទាប់ពីហាលមួយថ្ងៃស្បែកពុះបានបិទជាប់ប្រអប់ Rawap ប្រើកាំបិតកាត់ស្បែកពុះសេះសល់ចេញយកក្រដាសខាត់បន្តខាត់វាឲ្យរលុងដើម្បីងាយស្រួលលាបថ្នាំ
បន្ទាប់ពីបិទស្បែកយើងត្រូវខួងរួននៅក្បាលឧបករណ៍ភ្លេងធ្វើបតង់លើរ៉ាវ៉ាប់吃西瓜啦！吃西瓜吧。谢谢。បន្ទាប់មកយើងនឹងលាបថ្នាំឲ្យ រ៉ាវ៉ាប់ធ្វើ រ៉ាវ៉ាប់ប្រពៃណីដ៏ស្អាតប្រណិតមួយជាពិសេសប្រអប់ឆ្លាក់ដោយដៃនិងមានកបាច់ដ៏ស្មុគស្មាញត្រូវការរាប់សប្តាហ៍រហូតដល់រាប់ខែការផលិត រ៉ាវ៉ាប់គឺជាស្នាដៃនៃប្រាជ្ញាជនជាតិនិងសិប្បកម្មដ៏ប្រណិតរាល់ រ៉ាវ៉ាប់ដែលធ្វើដោយដៃប្រពៃណីសុទ្ធតែជាស្នាដៃសិល្បៈនិងឧបករណ៍តន្ត្រីមានតែមួយគ្មានពីរដំណើរការផលិតបានឆ្លុះបញ្ចាំងពីការយល់ដឹងយ៉ាងស៊ីជម្រៅនិងការគោរពចំពោះសម្ភារៈសូរស័ព្ទសោភ័ណភាពនិងវប្បធម៌បន្ទាប់ពីថ្នាំលាបស្ងួតយើងក៏អាចដំឡើងខ្សែកេះសម្រាប់ រ៉ាវ៉ាប់នៅពេលដែលខ្ញុំបានកេះខ្សែជាលើកដំបូងខ្ញុំហាក់ដូចជាបានលឺសូរបន្តលើផ្លូវសុទ្ធបុរាណសិប្បកម្មប្រពៃណីមួយនេះពីមុនឆ្ងាយពីជីវិតយើងឥឡូវមានយុវជនកាន់តែច្រើនបានចូលរួមបន្តវេនសិប្បកម្មនេះដោយក្តីស្រឡាញ់ភាពប៉ិនប្រសប់នេះក៏បានប្រែក្លាយទៅជាផលិតផលវប្បធម៌ដ៏ពេញនិយមវាត្រូវបានភ្ញៀវទេសចរនាំយកទៅគ្រប់ទីកន្លែងលើពិភពលោកចង្វាក់នៅលើខ្សែមិនត្រឹមតែបានកត់ត្រាពីការកកើតជាថ្មីនៃសិប្បកម្មប្រពៃណីប៉ុណ្ណោះទេថែមទាំងធ្វើឲ្យភាពប៉ិនប្រសប់ដែលឆ្លងភពនឹងពេលវេលាបន្តដើរទៅទីកន្លែងកាន់តែឆ្ងាយជាមួយការប្រគំរាល់ពេល